ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃចុងសប្តាហ៍បងប្អូនខ្ញុំគាត់នាំមកញ៉ាំអីនៅអាហារដ្ឋានផ្ទះព្រៀបសវត្ថដែលមានទីតាំងនៅបឹងតាម៉ុកជិតវត្តប្រាសាទតោះទៅមើលទាំងអស់គ្នាបងប្អូនមកដល់ទីនេះសប្បាយមួយយ៉ាងបងប្អូនឃើញមានដើមឈើច្រើនមានកញ្ចុះលើទឹកមានកញ្ចុះលើដីមានបឹងមានត្រីធំទីនេះមានម្ហូបខ្មែរច្រើនមុខមានរសជាតិឆ្ងាញ់មុខម្ហូបដែលខ្ញុំចាំអត់ភ្លេចគឺខ្យងអាំងហើយនិងសម្លម្សៅឆ្ងាញ់ចាឆ្ងាញ់ប្លែកពីគេសម្រាប់ខ្ញុំយល់ថាទីនេះដូចជារមណីយដ្ឋានមួយដែរលើសពីអាហារដ្ឋានធម្មតាបងប្អូនដែលសារបន្ទាប់ពីយើងញ៉ាំអាហារហើយយើងអាចអង្គុយជជែកគ្នាលេងសម្រាកគេងលេងឬដើរលំហែកាយមើលដំណាំដើមឈើជាច្រើនដាំដុះនៅខាងក្នុងហ្នឹងមានដើមឈើច្រើនធ្វើឲ្យទីកន្លែងហ្នឹងត្រជាក់មានមនុស្សជាច្រើនចូលចិត្តមកទីនេះពេលនេះវីដេអូខ្ញុំបានមកដល់ទីបញ្ចប់ហើយជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយសូមជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អនិងមានសុភមង្គលនៅក្នុងក្រុមគ្រួសារគ្រប់គ្នាចា៎